មានសំណួរពីប្រិយមិត្តរបស់យើងដែលជាមនុស្សប្រុសគាត់បានសរសេរមកថាសួស្តីបងអេមីនខ្ញុំចង់ឲ្យបងជួយបកស្រាយវិបត្តិនិងចម្ងល់ប្អូនមួយខ្ញុំមានស្នេហាមួយដែលស្គាល់គ្នារយៈពេល4ខែអាចនិយាយបានថារស់នៅជាមួយគ្នាហើយបានបង្ហាញឲ្យគេគ្រប់គ្នាស្គាល់មិនថាមិត្តភ័ក្តិបងប្អូនចិត្តដិតដើរលេងញ៉ាំអីជុំគ្នាលើកលែងទៅ Facebook គាត់មិនដែលសូឲ្យគេដឹងហើយមួយរយៈចុងក្រោយប្រហែលជាមួយអាទិត្យបានឆ្លោះគ្នា unfriend ខ្ញុំចោលហើយទៅប៉ុស Facebook ថេចឲ្យអ្នកថ្មីនៅស្រុកក្រៅដែលជានិស្សិតតែពួកយើងនៅរស់នៅជាមួយគ្នាធម្មតាពេលដែលគាត់សម្រាប់ចុងសប្តាហ៍រហូតខ្ញុំបានតាមដានដឹងទើបខ្ញុំសម្រេចចិត្តប្លុកនិងធ្វើការកាត់ចិត្តខ្ញុំចង់សួរបងថាតើគាត់ធ្វើនឹងដើម្បីអីហើយគាត់ចង់បានអីឲ្យប្រកបបើថាចង់បានលុយមុខរបរគាត់មិនមែនជាមនុស្សបែបហ្នឹងទេហើយបើសិនគាត់ចង់បកមុខវិញតើអាចនៅទទួលការស្រឡាញ់វិញបានទេបើបងទំនេរអាចជួយបកស្រាយប្អូនបានទេអរគុណបងទុកជាមុនពី fan បងរហូតមកតែពិតជាយើងអាចសើប្រវត្តិមើលគាត់នឹងជាអ្នកថ្មីឬក៏សង្សារចាស់ជាការគេស្រឡាញ់គ្នាយូរហើយអញ្ចឹងបែកគ្នាមួយរយៈពេលអញ្ចឹងទៅអ្នកនោះគេជាប់ទៅរៀននៅស្រុកក្រៅអញ្ចឹងណាទំនេរកុំឲ្យអបសឹកតាក់ទងយើងលេងអញ្ចឹងទៅអាហ្នឹងគេបែកគ្នាមួយរយៈអីចឹងណាហើយគេត្រូវគ្នាវិញអីចឹងទៅឬមួយក៏គេថ្មីស្រឡាងហ្មងតែតាក់ទងគ្នាសោះទេតែមិនស្គាល់អីចឹងណារឿងយើងនិយាយថាគេចង់បានអីឲ្យប្រកបរឿងច្រកគេដូចមិនមែនជាអ្នកចង់បានលុយចង់បានមុខរបរអីទេទ្រព្យសម្បត្តិអីទេចឹងថាចឹងក៏ត្រូវដែរមនុស្សខ្លះសុខចិត្តយកមនុស្សចំណាស់ជាងខ្លួនឯងដោយសារតែមានទ្រព្យអីចឹងតែមនុស្សខ្លះអត់ទេគាត់សុខចិត្តនៅជាមួយក្មេងស្ទៀវបែកស្លុយគ្មានការងារគ្មានមុខរបរមានតែម៉ូតូកំពុងសម្ាំងលឺក៏គាត់យកដែរឲ្យតែត្រូវចិត្តគាត់យល់ពាក្យត្រូវចិត្តទេត្រូវថាបចំណូលចិត្តដូចគ្នាចឹងណាជួនកាលណាគេនោះជាអ្នករៀនអ្នកសូត្រគេត្រូវការអ្នកមានចំណេះដឹងមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់អីចឹងណាជាបញ្ញវន្តអីចឹងទៅហើយនៅមួយជានិស្សិតរៀននៅស្រុកក្រៅទៀតអនាគតគេភ្លឺស្វាងជាងយើងអីខ្ញុំធ្លាប់មានអ្នកស្គាល់ម្នាក់អ្នកបទីមានជ័យសង្ឃឹមថាបានលឺចាស់ព្រោះតែងតែស្ដាប់ដែរនិយាយចេញពីមាត់គាត់ហ្មងគាត់ជាមនុស្សស្រីណាគាត់ថាគាត់ចូលចិត្តមនុស្សប្រុសណាដែលស្លៀកពាក់អាវសពាក់ក្បាត់កស្លៀកខោពណ៌ខ្មៅទនុយប៊ូទនុយអីថាចេញមកពីធ្វើការបើសិនជាប្តីគាត់វិញគាត់ថាគាត់ស្រឡាញ់ហើយស្រឡាញ់គាត់ចូលចិត្តចឹងគាត់ចូលចិត្តថាបអញ្ចឹងគាត់ចូលចិត្តអ្នកពាក់កៅអៅធ្វើការពាក់កៅអៅអីគាត់ថាមើលទៅដូចទនុយដូចគ្រូបង្រៀនដូចជា CEO អីចឹងណាឃើញអញ្ចឹងគាត់ថាស្អាតស្រឡាញ់គាត់ចូលចិត្តចឹងឥឡូវគាត់រៀបការកូនមួយហើយប្តីគាត់ធ្វើពេទ្យហើយពេទ្យពាក់អាវសរាល់ថ្ងៃយើងសួរថាបើគេត្រឡប់មកវិញយើងលើកលែងឲ្យអត់ឲ្យទទួលយកអត់យើងទៅបែកគ្នាមួយអាទិត្យហើយគេថេចឲ្យអ្នកនោះខ្ញុំគិតថាបើជាស្នេហាវាមិនលឿនចឹងពេកទេឬមួយក៏គេតាក់ទងគ្នាតាំងពីយូរមកហើយឬមួយក៏គេឌឺយើងលេងទេឬក៏ជាមិត្តភក្តិគេឆាតលេងអីមិនតាន់ក្នុងន័យស្នេហាអូនបងអីស្រឡាញ់គ្នាណាអីតាមដាននឹងមើលឲ្យល្អិតល្អន់សិនមើលជាងការអារម្មណ៍យើងខឹងគេអារម្មណ៍យើងដឹកគេនិយាយគ្នាឌឺលេងចេះតែប្រច័ណ្ឌឯដឹងអីស៊ើបមើលឲ្យច្បាស់សិនហើយឆ្លោះគ្នា unfriend គ្នាដោយសាររឿងអីមើលធ្ងន់ធ្ងរអត់ឬក៏ពីមុនមកក៏ធ្លាប់អញ្ចឹងដែរឬក៏ទៅលើកទី1ទេតែចំណុចមួយដែលយើងគួរពិចារណានោះគឺចំណុចដែលជួបមិត្តភ័ក្តិជួបបងប្អូនធម្មតាប៉ុន្តែរឿងមួយគឺគេអត់ public ចំពោះទំនាក់ទំនងរបស់យើងពីរនាក់ហ្នឹងណាតែម្នាក់នោះបែរជាគេ public យើង private គេ public អញ្ចឹងគេដូចជាមានគីឡូធ្ងន់ជាងយើងតិចលំអៀងតិចអាត្រង់គេហ៊ាន public មួយអ្នកផ្សេងតែអត់ហ៊ាន public មួយយើងកន្លែងហ្នឹងវាជាចំណុចរសើបមួយដែរបើនិយាយថាទទួលយកវិញឬអត់យើងគិតមើលថាតើយើងអាចលើកលែងបានអត់តាមចរិតគេហ្នឹងគេអាចធ្វើអញ្ចឹងទៀតអត់គេផ្លាត់អារម្មណ៍មកពេលឬក៏ចរិតគេអញ្ចឹងហ្មងឬចេតនាគេអញ្ចឹងហ្មងបើធៀបជាមួយនឹងអ្នកថ្មីឯនោះហើយមួយយើងមើលទៅដូចជាមួយណាតែមជាងអញ្ចឹងណាខ្ញុំគិតថាយើងប្រកាសជាដឹងក្នុងចិត្តទេថាមួយណាតែមជាងមួយណាពិសេសជាងយើងមានអីគេមានអីយើងជាអ្នកណាគេជាអ្នកណាគិតធូរប៉ុណ្្នឹងសិនមើលហើយចាំមើលទៀតសិនថាគេត្រឡប់មកវិញអត់ព្រោះឥឡូវគេមិនទាន់ត្រឡប់ទេចាំគេត្រឡប់មិនជូនព័ត៌មានឲ្យបងដឹងវិញហ្នឹងណាបងជូនប៉ុណ្្នឹងសិន